ស្ដីអ្នកទាំងគ្នាថ្ងៃនេះយើងបដូរបរិយាកាស render ផ្ទះបាយវិញម្ដងខ្ញុំប្រើប្រាស់ស៊ីននេះអញ្ចឹងយើងចូល plug in យើងមកចុចពាក្យថា capture viewport ដើម្បីផាសស៊ីនហ្នឹងចូល plug in ជ្រើសរើសទំហំរូបហើយចុច apply អញ្ចឹងខ្ញុំ analyze DNA ដើម្បីវាជួយ analyze material ឲ្យខ្ញុំចំណុចនេះគឺយើងអាចប្រើឲ្យ material របស់យើងអាឡូងឬក្រើមទៅតាមជាក់ស្ដែងបានដូចយើងចង់ឲ្យអាឡូងខ្លាំងឬអាឡូងតិចយើងអូសទៅតាមបរិមាណហ្នឹងអញ្ចឹងខ្ញុំនឹងដើររក material ដែលខ្ញុំចង់ឲ្យអាឡូងអញ្ចឹងឧទាហរណ៍ដូចប្រភេទទូទឹកកកខ្ញុំចង់ឲ្យវាមាន reflect ខ្លាំងបន្តិចអញ្ចឹងខ្ញុំដាក់ខ្ទង់ 60% ហើយយើងដើររក material ផ្សេងទៀតឧទាហរណ៍ដូច kitchen countertop នេះប្រភេទ map អញ្ចឹងវារៀង reflect ដែរអូសអាឡូងទៀតមួយទៀតគឺ sink ក៏ត្រូវការឲ្យ reflect ខ្លាំងដែរខ្ទង់ 60% ដែរហើយមួយទៀតគឺ cabinet យើងមាន2ពណ៌អញ្ចឹងខ្ញុំស្រីឲ្យវា reflect តិចទៀតខ្ទង់ 40% ពីរពណ៌ហ្នឹងគឺយើងត្រូវសេរីបរិមាណដូចគ្នាព្រោះខ្ញុំចង់ឲ្យវាឡងដូចគ្នាមានប្រផេះមួយពណ៌សមួយអញ្ចឹងខ្ទង់ 40% ដូចគ្នាប៉ុណ្ណឹងខ្ញុំ customize តែប៉ុណ្្នឹងទេយើងចុច apply ហើយខ្ញុំចង់ឲ្យស៊ីនហ្នឹងមានមនុស្សអញ្ចឹងយើងប្រើ analyze people បន្ថែមទៀតខ្ញុំដាក់ឲ្យវាអូតូខ្ញុំហ្មងក្នុងនេះអញ្ចឹងវាចេញមកគឺ set វាអូតូយើងហើយ model នេះគឺខ្ញុំប្រើ ChatGPT 2នៅក្នុង stable ណា preset គឺខ្ញុំប្រើ NaN render style យើងប្រើ interior quality រូបមានមនុស្សអញ្ចឹងខ្ញុំប្រើ 2K ប៉ុណ្ណឹងខ្ញុំ render ហ្មងយើងចង់ customize បន្ថែមទៀតក៏បានដែរបើខ្ជិលមិនបាច់ទេប៉ុណ្ណឹងក៏បានដែរអញ្ចឹងនេះគឺជារូបភាព render របស់យើងរូបភាពនេះគឺមើលទៅវា reflect ទៅវិញយើងចង់បាននៃប្រភេទទូទឹកកកឬក៏ cabinet អញ្ចឹងអានេះគឺវាដូចអ្វីខ្ញុំចង់បានប៉ុន្តែវាខ្វះខាតមួយចំណុចគឺវាខ្វះ LED នៅកន្លែងទូ cabinet ខាងលើអាទ្វារកញ្ចក់ហ្នឹងហើយនឹងផ្នែកខាងក្រោមកន្លែងដាក់គ្រឿងទេសគឺវាអត់មាន LED ទេប៉ុន្តែ scene SketchUp ខ្ញុំមានអញ្ចឹងចំណុចនេះយើងអត់ចាំបាច់ render ម្ដងទៀតទេយើងរុញរូបភាពនេះទៅមុខងារ editor ដើម្បីវាបន្ថែម LED ឲ្យយើងរុញវាទៅ editor បន្ទាប់មកទៀតនៅក្នុង editor នេះគឺយើងត្រូវតែ pan ទីតាំងដែលយើងចង់ដាក់ LED អញ្ចឹងផ្នែកខាងលើហ្នឹងទូខាងលើហ្នឹងវាមាន3ខ្សែអញ្ចឹងខ្ញុំគូស3ឆ្នូតខាងស្ដាំនេះ3ឆ្នូតដែរហើយខាងក្រោមនេះ3ឆ្នូតដែរបន្ទាប់មកនៅក្នុង edit instruction នេះគឺខ្ញុំសរសេរប្រាប់វាថាឲ្យវាបន្ថែម LED ឲ្យខ្ញុំហើយប្រើពណ៌ LED ហ្នឹងដូចពណ៌នៅលើ ceiling ដែរខ្ញុំបញ្ជាក់ពណ៌បន្ថែមទៀតណាហើយសម្រាប់ model ខ្ញុំប្រើ nano ហើយចុច render មកយើងប្រើ nano ក៏បានដែរវាកែ environment យើងទេវាគ្រាន់តែបន្ថែម LED អញ្ចឹងនេះគឺជារូបភាពទី2របស់ខ្ញុំដែលវាបានបន្ថែម LED ហើយអញ្ចឹងគឺវាត្រូវដូចអ្វីដែលខ្ញុំចង់បានហើយអញ្ចឹងខ្ញុំនឹងប្រើប្រាស់រូបនេះដើម្បី render scene ផ្សេងទៀតនៅក្នុង perspective ដែលប្រើរូបនេះជាគោលអញ្ចឹងខ្ញុំប្រើតែម៉ាស៊ីននេះទេហើយឲ្យវាបំបែក scene ផ្សេងទៀតឲ្យខ្ញុំអញ្ចឹងយើង save នេះសិនទៅខ្ញុំឧទាហរណ៍ថាយើងច្រឡំបិទ plug in របស់យើងហើយយើងចង់ render scene ផ្សេងទៀតដោយផ្អែកលើរូបហ្នឹងអញ្ចឹងពេលដែលយើងបើក plug in យើងថ្មីយើងគ្រាន់តែ import រូបហ្នឹងចូលមកហើយយើងរុញវាទៅ perspective ហ្មងអញ្ចឹងនៅក្នុង perspective យើង scroll មកក្រោមមកយើង check model ឲ្យហើយថាយើងចង់ប្រើប្រភេទ model ណាខ្ញុំប្រើ ChatGPT អញ្ចឹងយើង check កន្លែងហ្នឹងស្រេកកន្លែងហ្នឹងឲ្យហើយសិនចាំយើង render ហើយយើង scroll ទៅលើវិញយើងត្រូវ select យកមុខងារ interior ព្រោះវាជា interior យើងត្រូវ select យកសម្រាប់ interior នៅក្នុងអាប្លោះតិចតួចនេះគឺយើងអាច render បានទាំងអស់តែថ្ងៃនេះខ្ញុំនឹងសាក render ចំណុចខ្លះៗឲ្យអ្នកទាំងអស់គ្នាបានឃើញសិនឧទាហរណ៍អានេះមុនចាស់ mood board អញ្ចឹងប្រភេទ mood board នេះគឺវាប្របែកពីរូបគោលរបស់យើងដែលយើងបាន import ហ្នឹងហើយវាទាញ object មួយមក detail ប្រាប់ឈ្មោះប្រាប់អីដូចទូទឹកកកដូចប្រភេទ microwave អីអញ្ចឹងណាសារនេះមួយទៀតប្រភេទ material mood board អានេះគឺវាទាញយក material ណាដែលមាននៅក្នុងរូបរបស់យើងសារមួយទៀតisometric cutaway នេះអានេះគឺវា section ឲ្យយើងហើយវា detail ចំណុចសំខាន់ចំណុចតូចដូចជានៅក្នុង drawer ប្រភេទ LED ចំណុចតូចទេចំណុចតូចដែលយើងអត់សូវចាប់អារម្មណ៍មួយទៀត character close up អានេះគឺវា focus ទៅលើមនុស្សខ្ញុំសារមួយទៀតគឺ close up detail នេះគឺវាទៅរក scene ណាមួយដើម្បីយកមកចាប់ focus ឲ្យយើង
អញ្ចឹងនៅក្នុងទូចនេះយើងអាច render បានទៀតណាប៉ុន្តែថ្ងៃនេះខ្ញុំផាអ្នកនរគ្នាប៉ុណ្្នឹងសិនអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយ